ជីវិតពោពេញដោយបញ្ហាប្រឈមប៉ុន្តែរាល់ការលំបាកដែលអ្នកជួបប្រទះវាគឺជាឱកាសមួយដើម្បីក្លាយទៅជាមនុស្សខ្លាំងដែលវានឹងបង្កើតបានជាបទពិសោធន៍និងប្រាជ្ញាវាប្រកបណាស់នៅក្នុងជីវិតនេះអ្នកនឹងជួបការខកចិត្តនិងការបរាជ័យក៏ប៉ុន្តែបទពិសោធន៍ទាំងនេះវានឹងបង្កើតភាពធន់និងចរិតលក្ខណៈរបស់អ្នកដ៏ពិតអ្នកត្រូវទទួលរបត់នៃការផ្លាស់ប្ដូរមួយនៅក្នុងជីវិតហើយអ្នកត្រូវទៅរៀនរស់ជាមួយនឹងភាពឯករាជ្យរបស់អ្នកហើយសូមចងចាំជានិច្ចថាទុក្ខលំបាកដែលអ្នកឆ្លងកាត់នេះវានឹងមិនស្ថិតស្ថេររហូតនោះឡើយប៉ុន្តែមនុស្សដែលប្រកបដោយភាពធន់ភាពខ្លាំងពួកគេនឹងឈររឹងមាំរហូតដល់ពួកគេអាចដើរចេញបានសូមជៀសវាងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃជាជីវិតមួយដែលយើងរស់នៅក្នុងស្ថានភាពដែលពោរពេញទៅដោយបរិយាកាសនៃភាពពលភាពអវិជ្ជមានប៉ុន្តែអ្នកត្រូវរក្សានូវសន្តិសុខផ្លូវចិត្តរបស់អ្នកត្រូវផ្ដោតលើអ្វីសំខាន់ហើយសូមកុំឲ្យភាពភ័យខ្លាចឬការសង្ស័យណាមួយរារាំងអ្នកពីការឈោងចាប់ក្តីស្រមៃរបស់អ្នកឡើយអ្នកត្រូវចងចាំជានិច្ចថាអ្នកអាចផ្លាស់ប្ដូរស្ថានភាពក្នុងជីវិតនេះបានវាចាប់ផ្ដើមពីជំហានតូចៗតែស៊ីចង្វាក់គ្នាវានឹងនាំមកនូវភាពជោគជ័យមួយដ៏ធំត្រូវមានចិត្តល្អចំពោះខ្លួនឯងចំពោះអ្នកដទៃហើយកុំភ្លេចត្រូវរៀនស្គាល់ពីកំហុសខ្លួនឯងហើយសូមកុំចុះចាញ់អនាគតរបស់អ្នកនឹងភ្លឺចែងចាំងបើអ្នកនៅតែបន្តទៅមុខដោយក្តីសង្ឃឹមនិងភាពក្លាហាន